សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែជំរាបសួរនាងខ្ញុំឈ្មោះឡុងស្រីមីជាសិស្សនិស្សិត A នៃសាលារៀនសុវណ្ណភូមិដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំ2024-2025ក្រោយបញ្ចប់ការសិក្សានាងខ្ញុំទទួលបានអាហារូបករណ៍ 100% ទៅសិក្សានៅទីក្រុងគួយយ៉ាងនៃប្រទេសចិនដែលជាអាហារូបករណ៍ទទួលបានមកពីដៃគូសហការរបស់សាលារៀនសុវណ្ណភូមិដើម្បីទទួលបានអាហារូបករណ៍នេះនាងខ្ញុំបានត្រៀមខ្លួនជាច្រើនដូចជាការខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបាននីតិ A និងការត្រៀមខ្លួនប្រឡងចូលយកអាហារូបករណ៍ផ្សេងៗទៀតអំឡុងពេលសិក្សានៅសាលារៀនសុវណ្ណភូមិខ្ញុំបានចូលរួមសិក្ខាសាលារបស់សាលាដែលតាក់ទងទៅនឹងអាហារូបករណ៍ជាច្រើនមកពីក្នុងប្រទេសក្រៅប្រទេសនិងអាហារូបករណ៍របស់រដ្ឋាភិបាលយើងហេតុផលដែលខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននោះគឺដោយសារតែអំឡុងថ្នាក់ទី10ទី11ខ្ញុំបានស្វែងរកអាហារូបករណ៍ជាច្រើនពីក្រៅប្រទេសដើម្បីត្រៀមខ្លួនក្នុងការបញ្ចប់ការសិក្សានៅពេលថ្នាក់ទី12ហើយក្រោយការបញ្ចប់ការសិក្សាថ្នាក់ទី12ខ្ញុំទទួលបានលទ្ធផលនិទ្ទេស A ដែលវាល្អប្រសើរសម្រាប់អាហារូបករណ៍របស់ខ្ញុំទៅសិក្សានៅក្រៅប្រទេសពេលហ្នឹងដែរសុវណ្ណភូមិបានផ្ដល់អាហារូបករណ៍ខ្ញុំទៅសិក្សានៅប្រទេសចិនដែលជាឱកាសមួយដ៏ល្អសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ក្នុងការបំពេញក្តីស្រមៃខ្លួនឯងតាមរយៈការសិក្សានៅក្រៅប្រទេសនេះវាជួយពង្រឹងសមត្ថភាពផ្នែកភាសារបស់ខ្ញុំហើយវាក៏ជាក្តីស្រមៃមួយរបស់ខ្ញុំដែរដែលខ្ញុំចង់ទៅមើលពិភពលោកខាងក្រៅពីជ្រុងមួយដែលខ្ញុំអត់ធ្លាប់ឃើញពីមុនមកខ្ញុំចង់បង្កើតមិត្តភាពល្អៗជាមួយមនុស្សមកពីជុំវិញពិភពលោកសាសនាខុសគ្នាភាសាខុសគ្នាខ្ញុំចង់ទទួលបាន experience មួយដែលថ្មីសម្រាប់ខ្លួនឯងក្រោយការបញ្ចប់ការសិក្សាខ្ញុំនឹងសង្ឃឹមថាខ្ញុំយកចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សានៅប្រទេសចិនមកអភិវឌ្ឍផ្នែកណាមួយនៃសង្គមជាតិរបស់យើងខ្ញុំអាចទទួលបានលទ្ធផលនេះខ្ញុំសូមថ្លែងអំណរគុណដល់ឪពុកម្ដាយរបស់ខ្ញុំដែលគាត់បានខិតខំប្រឹងប្រែងជំរុញឲ្យខ្ញុំសិក្សារៀនសូត្រគាត់បានផ្ដល់ជាថវិកាទាំងកម្លាំងចិត្តឲ្យខ្ញុំខំប្រឹងប្រែងសិក្សាដើម្បីទទួលបានលទ្ធផលដ៏ល្អនេះខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូដែលតែងតែផ្ដល់ជាដំបូន្មានចំណេះដឹងផ្សេងដល់ខ្ញុំរហូតមកដល់ពេលនេះមិត្តភក្តិរបស់ខ្ញុំក៏ដើរតួនាទីមួយដ៏សំខាន់ដែរដែលជួយជំរុញផ្នែកផ្លូវចិត្តរបស់ខ្ញុំឲ្យខ្ញុំខំប្រឹងរៀនរហូតដល់ខ្ញុំទទួលបានលទ្ធផលដ៏ល្អនេះក្នុងនាមជាសិស្សច្បងខ្ញុំចង់ផ្ដល់ advice ឲ្យបងប្អូនទាំងអស់គ្នាខិតខំសិក្សាតាំងពីដើមឆ្នាំប៉ុន្តែមានពេល relax ខ្លះផងកុំសិក្សាខ្លាំងពេកពេលខ្លះវាអាចធ្វើឲ្យយើងបាក់ទឹកចិត្តឬក៏ធ្វើឲ្យសុខភាពយើងអត់ល្អមុនពេលប្រឡងអីចឹងទៅអញ្ចឹងខំពីដើមឆ្នាំមានពេលសម្រាប់ខ្លួនឯងមានពេល relax សុខភាពផ្លូវចិត្តក៏ល្អផ្លូវកាយក៏ល្អតិចទទួលបានលទ្ធផលក៏ល្អសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា